នៅក្នុងសប្តាហ៍នេះសាលារដ្ឋាភិបាលភ្នំពេញលើកទឹកចិត្តឲ្យមន្ត្រីអនុវត្តច្បាប់រួមគ្នាទប់ស្កាត់និងបង្ក្រាបការជួញដូរមនុស្សអាជីវកម្មលើមនុស្សនិងការជួញដូរផ្លូវភេទលើស្ត្រីនិងកុមារនៅរាជធានីភ្នំពេញបច្ចុប្បន្ននេះនៅតែកើតមានឡើងគួរឲ្យកត់សម្គាល់ក្នុងចំណោមបញ្ហាធំៗទាំង5នៃគោលនយោបាយគុំឃុំមានសុវត្ថិភាពថ្លែងក្នុងសិក្ខាសាលាមួយនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី20ខែមិថុនាអាដាមប៉ាសុជាតិវង្សអភិបាលរងរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់និងមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងរាជធានីត្រូវរៀបចំផែនការប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយនិងឈានទៅលុបបំបាត់នៅអំពើទាសភាពសម័យទំនើបដែលសង្គមកំពុងស្អប់ខ្ពើមលោកវរៈសេនីយ៍ឯកកៅធានាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកក៏ដូចជាការសហការរវាងរាជធានីនិងខេត្តនានានៅពេលមានករណីជួញដូរមនុស្សកើតឡើងគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការបង្ក្រាបឲ្យបានទាន់ពេលវេលានិងជួយសង្គ្រោះជនរងគ្រោះចំណែកលោកស្រី Anna Dionela ប្រធានគម្រោងថ្នាក់តំបន់នៃអង្គការ Winrock វិញក៏បានសន្យាដែរថានឹងបន្តជួយឧបត្ថម្ភគាំទ្រនិងសហការជាមួយរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយសាលារាជធានីភ្នំពេញដើម្បីកាត់បន្ថយការជួញដូរមនុស្សឲ្យមកនៅកម្រិតទាបបំផុតរីឯស្ថាប័នរដ្ឋាភិបាលជួបប្រជុំជាមួយសហគមន៍អឺរ៉ុបលើកំណែទម្រង់ប្រព័ន្ធច្បាប់និងដីធ្លីក្រុមការងារចម្រុះរបស់រដ្ឋាភិបាលកម្ពុជានិងសហគមន៍អឺរ៉ុបបានជួបប្រជុំគ្នាលើកទី7រយៈពេល3ថ្ងៃចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមិថុនាក្រុមការងារនេះជជែកដេញដោលគ្នាលើប្រធានបទកំណែទម្រង់ប្រព័ន្ធយុតិធធម៌ដីធ្លីសិទ្ធិមនុស្សសេរីភាពបញ្ចេញមតិនិងសាលាក្តីខ្មែរក្រហមលោកសៀងឡាប្រេសសហប្រធាននៃកិច្ចប្រជុំនិងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថាកិច្ចប្រជុំចម្រុះនេះនឹងអាចសម្រេចបានភាពប្រសើរឡើងនៅការកាត់បន្ថយការលំបាកនៅកម្ពុជាបានមួយកម្រិតលោកសង្ឃឹមថាកិច្ចប្រជុំរវាងតំណាងរដ្ឋាភិបាលកម្ពុជានិងសហភាពអឺរ៉ុបពេលនេះជាផែនទីបំភ្លឺផ្លូវមួយដែលអាចធ្វើឲ្យប្រសើរឡើងនៅគោលដៅទៅអនាគតរវាងភាគីទាំងពីរផ្នែកនយោបាយនិងសេដ្ឋកិច្ចដែលកម្ពុជាជាប្រទេសកំពុងតែអភិវឌ្ឍទៅមុខលោករ៉ូទីមែនសហប្រធានកិច្ចប្រជុំដែលតំណាងឲ្យសហភាពអឺរ៉ុបបានលើកឡើងថារបៀបវារៈដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំពេលនេះមានសារៈសំខាន់ណាស់ដូចជាការលើកឡើងពីការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជាជាដើមដូច្នេះសហភាពអឺរ៉ុបចង់ស្ដាប់ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដែលកំពុងដើរលើផ្លូវមួយបែបប្រជាធិបតេយ្យនៅក្នុងសប្តាហ៍នេះនៅឯខេត្តសៀមរាបវិញគឺអាជ្ញាធរខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋក្នុងខេត្តនេះទាំងមូលឈប់ផឹកស្រាសនិងស្រាថ្នាំដែលត្រាំសັບមានពឹសលោកសង្ឃរីហាអភិបាលរងខេត្តសៀមរាបបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ការផឹកស្រាសនិងស្រាថ្នាំដែលដាក់ត្រាំសັບមានពឹសសត្វទាំងនេះមានដូចជាពស់វែកសត្វខ្ទួយក្អែកជាដើមព្រោះថាកន្លងមកស្រាទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបានស្លាប់ជាបន្តបន្ទាប់ព្រោះតែផឹកស្រាប្រភេទនេះថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ខេត្តស្ដីអំពីគ្រឿងស្រវឹងនិងសិទ្ធិមនុស្សនៅខេត្តសៀមរាបនៅថ្ងៃទី20ខែមិថុនាលោកសង្ឃរីហាបានបញ្ជាក់ថាការក្រេបគ្រឿងស្រវឹងគឺធ្វើឲ្យមនុស្សបាត់បង់ស្មារតីការចងចាំថយចុះជំងឺសរសៃប្រសាទការជំងឺលើសឈាមក្រិនខ្លាំងមានបញ្ហាផ្លូវភេទចំពោះបុរសនិងស្ត្រីនិងឈានដល់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារក្រៅពីនេះក៏មានករណីជាច្រើនទៀតដែលបង្កមកពីការប្រើប្រាស់គ្រឿងស្រវឹងដូចជាគ្រោះថ្នាក់ចរាចរណ៍ការចាប់រំលោភខ្សែសន្តិវៈលើស្ត្រីនិងកុមារឡាបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងឆ្នាំ2010បានបង្ហាញថាមានយុវជនចាប់ពីអាយុ10ឆ្នាំទៅ25ឆ្នាំប្រមាណជា90បណ្ដោះសញ្ញា 7% ដោយរួមបញ្ចូលទាំងស្ត្រី 70% បានប្រឡូកខ្លួនទៅក្នុងការប្រើប្រាស់គ្រឿងស្រវឹងហើយការប្រើប្រាស់គ្រឿងស្រវឹងនេះបានធ្វើឲ្យយុវជនមួយចំនួនបានបោះបង់ការសិក្សាដោយឡែករបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាគ្រោះថ្នាក់បង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងនៅលើពិភពលោកបានធ្វើឲ្យមនុស្សស្លាប់ចំនួន 2.5 លាននាក់ក្នុងមួយឆ្នាំចំពោះអគ្គស្នងការនគរបាលជាតិជំរុញឲ្យមន្ត្រីនគរបាលទូទាំងប្រទេសស្រង់ទិន្នន័យប្រជាពលរដ្ឋគ្រប់អាយុឲ្យធ្វើអត្តសញ្ញាណប័ណ្ណថ្មីអគ្គស្នងការនគរបាលជាតិបានដាក់បញ្ជាឲ្យទៅមន្ត្រីនគរបាលជាតិគ្រប់ខេត្តក្រុងទូទាំងប្រទេសឲ្យចាប់ដើមស្រង់ទិន្នន័យប្រជាពលរដ្ឋដែលគ្រប់អាយុចាប់ពី18ឆ្នាំឡើងទៅឬមានអត្តសញ្ញាណប័ណ្ណចាស់ហើយនោះផុតកំណត់ត្រូវមកធ្វើថ្មីដែរដោយឡែកនៅឯខេត្តសៀមរាបឯណោះវិញប៉ូលីសកំពុងតែមមាញឹកផ្សព្វផ្សាយជូនដំណឹងឲ្យប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណថ្មីនេះបណ្ដាហើយ
ដោយវិរៈសេនីឯកយឹបអឿនស្នងការរងនគរបាលខេត្តសៀមរាបបានជំរុញឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ស្រង់ទិន្នន័យប្រជាពលរដ្ឋដែលគ្រប់អាយុឲ្យបានត្រឹមត្រូវដើម្បីផ្ដល់អត្តសញ្ញាណប័ណ្ណថ្មីជូនជាពិសេសគឺត្រូវបញ្ចប់ការងារធ្វើអត្តសញ្ញាណប័ណ្ណគំរូចាស់ឲ្យបានឆាប់រហ័សដើម្បីបន្តធ្វើការងារផ្ដល់អត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋព្រោះថាអត្តសញ្ញាណប័ណ្ណនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយកមកប្រើប្រាស់បំពេញបែបបទរដ្ឋបាលសម្រាប់បម្រើក្នុងគ្រួសារនិងអនុវត្តកាតព្វកិច្ចដទៃទៀតដែលរដ្ឋបានកំណត់ដូចជាការទៅបោះឆ្នោតជាដើមជាពិសេសបម្រើឲ្យការងារជំនាញសម្ដៅរួមចំណែករក្សាសន្តិសុខសង្គមឲ្យបានល្អប្រសើរតាក់សៀនបានគំរូថ្មីហ្នឹងដោយឲ្យប្រជាពលរដ្ឋដែលទៅនឹងការនយោបាយហើយនឹងប្រជាពលរដ្ឋដែលមិនដែលបានធ្វើសោះហ្នឹងគឺមិនបាច់បងប្រាស់ទេហើយទីកន្លែងដែលដល់ឲ្យរបស់គាត់ហ្នឹងគឺសូមទៅធ្វើនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់ខ្លួនឬក៏កន្លែងអធិការដែលនៅជិតទីលំនៅរបស់ខ្លួនប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលអស់សុពលភាពហ្នឹងគឺគាត់ចង់បានអត្តសញ្ញាណប័ណ្ណទៅប្រើប្រាស់វិញសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃយកលុយខុសប្លែកពីអ្នកដែលមិនបានធ្វើសោះយក10000រៀលក្នុងម្នាក់សម្រាប់ព័ត៌មានចុងក្រោយនោះគឺក្រសួងឧស្សាហកម្មនិងក្រសួងសេដ្ឋកិច្ចចុះវិតម្លៃផ្ទៃដីបោះសម្អាតមីនរួចនៅតំបន់វារីអគ្គិសនីស្ទឹងអាតៃក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោះសម្អាតមីននិងកាកសំណល់សង្គ្រាមបានចុះត្រួតពិនិត្យវិតម្លៃប្រគល់និងទទួលផ្ទៃដីដែលបោះសម្អាតមីនក្បាលគ្រាប់និងមីនមិនទាន់ផ្ទុះនៅក្នុងការដ្ឋានស្ថាបនាវារីអគ្គិសនីរបស់ក្រុមហ៊ុនចិន Cambodia Hydropower Development Co Ltd នៅស្ទឹងអាតៃក្នុងឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់នេះជាជំហានទី4ដំណាក់កាលទី5ដែលផ្ទៃដីសរុបជាង5លានម៉ែត្រក្រឡាត្រូវបានបោះសម្អាតជាផ្ទុះរួចរាល់ដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោះសម្អាតមីននិងកាកសំណល់សង្គ្រាមដើម្បីផ្ដល់ឱកាសឲ្យក្រុមហ៊ុនវិនិយោគព័ត៌មានជាសំខាន់ប្រចាំសប្តាហ៍ដែលលោកអ្នកបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជូនព័ត៌មានអន្តរជាតិឧបត្ថម្ភ